ចំណុចខ្លះមកបង្ហាញជូនបងប្អូនឲ្យបានជ្រាបជុំវិញរឿងដែលក្រុមក្បត់ជាតិមួយចំនួនជាពិសេសនាងដែលកំពុងតែប្រឹងជំទាវអត់ខ្មាស់មាត់នៅកូរ៉េបានបង្កើតរឿងឡើងអត់ចេះចាប់អត់ចេះហើយនាងខ្ញុំបានទស្សនាវីដេអូនេះហើយមិនដឹងអេចង់សួរថាអញ្ចេះអ្នកសារព័ត៌មានឬមួយក៏វេទិកាចាក់រុកនិយាយដើមគេពិតប្រកបនេះដោយគ្មានវិជាជីវៈបន្តិចសោះហើយសំខាន់នេះថៃមិនយកហុកគេ4នាក់មកដាក់ទាំងតែគេអត់បានទៅចូលរួមផងហ្នឹងលើកក្រោយសើបឲ្យច្បាស់ថាមានមនុស្សប្រមាណអ្នកទៅចូលរួមហើយមានអ្នកណាខ្លះទៅចូលរួមចង់និយាយចឹងណាស្អីគេអាចាហ្វីតាឡូតូលក្ខណៈវ៉ាន់អាសង្ហាមនុស្សអត់បានទៅចូលរួមផងចេះរកយករូបគេមកដាក់ផងប្រាប់ហើយប្រាប់ទៀតណារាល់ដងតាការងារមិនមែនអាចឆ្កែទេចង់និយាយចឹងណាឲ្យច្បាស់លាស់បន្តិចមិនមែនលុំយកទៅលុយឲ្យមើលការងារឲ្យដូចអាចចង់និយាយចឹងណាហើយសួរតែគេនិយាយខុសឬមួយក៏ត្រូវណាអារឿងអក្រិតជនជាតិកូរ៉េ64នាក់ហ្នឹងណានៅពេលដែលមានដំណឹងថាចាប់បានអក្រិតជនជាតិកូរ៉េ64នាក់ហ្នឹងណាសួរថាតើកូរ៉េស្នើទៅខាងកម្ពុជាប៉ុន្មានដងឲ្យបញ្ជូនពួកវាមកវិញចាប៉ុន្តែបដិសេធមិនបញ្ជូនត្រឡប់មកវិញទេដោយយកលេសថាអក្រិតជនទាំងអស់ហ្នឹងបដិសេធមិនព្រមត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញទេចានិយាយអញ្ចឹងបានទៀតអក្រិតជនណាសំខាន់អក្រិតជនឆ្លងដែនទៀតវាពាក់ព័ន្ធជាមួយនឹងប៉ូលីសអ៊ីនធឺប៉ូលចានិយាយអញ្ចឹងបានទៀតអញ្ចឹងបានន័យថាច្បាប់នៅក្នុងប្រទេសកម្ពុជាបង្កើតឡើងដើម្បីសម្របតាមចៅសម្របតាមអក្រិតជនអញ្ចឹងមែនមានច្បាប់ហើយនៅចៅប្រាប់ថាអញចង់ឬក៏មិនចង់តាមអំពើចិត្តបានទៀតឧទាហរណ៍ឲ្យងាយយល់ណាក្រុមចៅមួយក្រុមជាជនជាតិខ្មែររស់នៅលើប្រទេសខ្មែរបានប្លន់ធនាគារចាហើយក្រុមចៅប្លន់មួយក្រុមនោះត្រូវបានប៉ូលីសចាប់បានយកទៅតុលាការកាត់ទោសជាប់ពន្ធនាគាររយៈពេល20ឆ្នាំទៅ30ឆ្នាំចាប៉ុន្តែចៅទាំងអស់នោះបានបដិសេធថាមិនចង់ចូលទៅនៅក្នុងគុកទេពីព្រោះក្នុងគុកវាពិបាករស់នៅគ្មានសេរីភាពគ្មានផាសុកភាពរស់នៅមិនងាយស្រួលអត់សុបាយដូចនៅខាងក្រៅចាដូច្នេះតុលាការបានកាត់ក្តីឲ្យក្រុមចៅមួយក្រុមហ្នឹងរស់នៅខាងក្រៅធម្មតាមានសេរីភាពធម្មតាចាអញ្ចឹងមែនអញ្ចឹងសួរតាច្បាប់ហ្នឹងបង្កើតមកដើម្បីអីបង្កើតមកដើម្បីសម្របតាមចិត្តចៅបង្កើតមកដើម្បីសម្របតាមអក្រិតជនដែលមានលុយចាហើយខ្ញុំសួរថាខ្ញុំប្រាប់ថាមូលហេតុអីបានជាអក្រិតជនជាតិកូរ៉េទាំង64នាក់ហ្នឹងបដិសេធមិនព្រមត្រឡប់មកប្រទេសកូរ៉េវិញចាចង់ប្រាប់ថាតែឯងជាអក្រិតជនសម្លាប់ដល់ជីវិតមនុស្សទៀតចាបើមិន20ឆ្នាំ30ឆ្នាំនៅក្នុងគុកទេក៏មួយជីវិតដែរចង់និយាយចឹងបានវាអត់ចង់ត្រឡប់មកវិញហើយមូលហេតុអីបានវាចង់នៅស្រុកខ្មែរដោយសារអីច្បាប់នៅស្រុកខ្មែរគឺតាមចិត្តចៅតាមចិត្តអក្រិតជនដែលមានលុយតែអញមានលុយអញគប់លុយផាំងអញចង់នៅក្នុងគុកក៏បានអញចង់នៅក្រៅគុកក៏បានអញចង់មានសេរីភាពក៏បានដែរចារបៀបអញ្ចឹងតើនៅហើយសំខាន់តើតាប៉ូលីសកូរ៉េចុះទៅដល់ផ្ទាល់យកអក្រិតជនទាំងអស់ហ្នឹងត្រឡប់មកវិញចារឿងប៉ូលីសកូរ៉េចុះទៅដល់ស្រុកខ្មែរយកអក្រិតជននឹងត្រឡប់មកវិញផ្អើលពេញពិភពលោកចាគេឆ្ងល់ថាហេតុអីបានប្រទេសកម្ពុជាមិនព្រមបញ្ជូនអក្រិតជនទាំងអស់ហ្នឹងមកឲ្យកូរ៉េខាងត្បូងវិញតើតាប៉ូលីសកូរ៉េចុះទៅយកមកខ្លួនឯងចាយល់ទេហើយបដូរឈ្មោះពីអ្នកសារព័ត៌មានដាក់ជាវេទិកាចាក់រុកនិយាយដើមគេចាឲ្យវាសមនឹងសមត្ថភាពតន់ហើយខ្ញុំសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមួយថាកំពុងតែមានអ្នកព្យាយាមយករូបនាងខ្ញុំទៅកាត់តដោយប្រើកម្មវិធី AI បង្កើតជារូបភាពអាភាសចាហើយប្រសិនបើមានរូបភាពទាំងអស់នឹងលេចចេញមកខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងយល់ចាហើយខ្ញុំសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមួយទៀតថាវិធីសាស្ត្រឬយុទ្ធសាស្ត្រក្នុងការបំផ្លាញអ្នកតស៊ូមតិមិនថាក្នុងប្រទេសឬក្រៅប្រទេសគឺគេមានរាប់រយរាប់ពាន់រាប់លានចម្ពុកដើម្បីបំផ្លាញអ្នកតស៊ូមតិចាហើយមានយុទ្ធសាស្ត្រមួយចំនួនណាពុកម៉ែបងប្អូនទាំងអស់គ្នាស្មានអត់ដល់ទេចាចង់និយាយអញ្ចឹងណាអ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ីអាពេលឆ្កែព្រុសអាងធ្វើមិនលឺដល់តែឆ្កែហក់ខាំតាំងស្រែកប្រកាច់អានីរដីចា
តិចថាឆ្លងទេតំណោះទៅពេទ្យមិនទាន់ប្រកាច់ងាប់ភ្លាមចាហើយចង់និយាយតែចេឆ្កែដែលចេញមកក្រៅស្រុកហើយនៅតែនឹករលឹកគិតគូរដល់ស្រុកកំណើតខ្លួនឯងហើយនឹងឆ្កែដែលសំបីទៅនៅក្នុងស្រុកហើយនេះភ្លេចទាំងស្រុកកំណើតខ្លួនឯងទៀតចាសួរតើឆ្កែមួយណាដែលគួរឲ្យអាណិតអាធមជាងហើយខ្ញុំប្រាប់ពូថាអញ្ចេបើទោះជាលោកពូឬក៏បុគ្គលណាក៏ដោយរៀនចប់បានសញ្ញាបត្របណ្ឌិតអនុបណ្ឌិតបរិញ្ញា Master Bachelor ណាក៏ដោយចាតើសតិនិងសារជាតិញាណនេះវាខុសពីមនុស្សហើយសញ្ញាបត្របណ្ឌិតនឹងគឺស្មើនឹង0ព្រោះអីសញ្ញាបត្រគឺយកទៅព្យួរនៅលើអញ្ចឹងបណ្ឌិតគឺនៅក្នុងกระดาษវាអត់មានជ្រួតជ្រាបដល់លលាក្បាលពួកឯងទេចឹងអញ្ចឹងហើយសញ្ញាបត្របណ្ឌិតនឹងគឺស្មើនឹង0បើបុគ្គលដែលគេរៀនបានសញ្ញាបត្របណ្ឌិតហើយគេមានសារជាតិជាបណ្ឌិតពិតប្រាកដណាចានេះទើបហៅថាបណ្ឌិតដែលមិនអាចកាត់ថ្លៃបានគឺមានតម្លៃណាស់ប៉ុន្តែតម្លៃនៃបណ្ឌិតដែលពួកឯងដែលផ្នែកគំនិតពួកឯងឲ្យតម្លៃរាល់ថ្ងៃនេះណាចាគឺបណ្ឌិតនៅលើกระดาษមួយស្លឹក1000 2000 5000 12000 ដុល្លារអាហ្នឹងគឺជាតម្លៃបណ្ឌិតដែលពួកឯងផ្ដល់ឲ្យចាចង់និយាយថាចេះតាពាំងដូចខ្ញុំចេះឆ្លើយដោយសារអាស័យដូចពួកឯងបរៀនចង់និយាយចឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយតាពាំងដូចខ្ញុំធ្វើដោយអាស័យពួកឯងទេព្រោះអីវាមិនមែនជាឆន្ទៈនិងសារជាតិញៀនពីកំណើតទេយ៉ាងណាក៏ធ្វើអត់ដូចដែរចាចង់និយាយចឹងណាហើយនៅពេលដែលតាពាំងដូចខ្ញុំឌីលកុំខឹងពីព្រោះអីអាស័យអ្នកបរៀនតើណាហើយខ្ញុំសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាតាំងចេះឥឡូវនេះណាគឺលោកពូផុនយុទ្ធត្រូវបានគេចុះទៅចាប់ខ្លួនសារជាថ្មីម្ដងទៀតហើយចាលើកនេះគឺជាលើកទី3ហើយចាចង់និយាយថាអញ្ចឹងគិតទៅសំបីតជនពិការក៏គួរឲ្យខ្លាចដែរណោះអាណិតអាធមខ្លាំងណាស់